សួស្តីម្នាក់ទស្សនានេះគឺជារឿងប្រព័ន្ធចូលមានអារម្មណ៍ហើយនៅក្នុង chapter ទី4ទី5ចូលមកក្នុងសាច់រឿងដំបូងនៅក្នុងបន្ទប់ដាក់ផតាំងអ្នកប្រចាំការនៅទីនោះបាននិយាយថាតើមេបញ្ជាការសុំឲ្យមកបញ្ជាក់ពីចំនួនរបស់ផតាំងមែនទេអញ្ចឹងនោះមានន័យថាពួកយើងត្រូវស៊ើបអង្កេតពេញមួយយប់ឯងបន្ទាប់មកក៏បានយកសភៅមួយទៅប្រគល់ឲ្យທາງស៊ីវយ៉ាវທາງស៊ីវយ៉ាវក៏បានទទួលយកសភៅនោះហើយក៏បាននិយាយថាគាត់មិនប្រកាសទេតើវត្ថុដែលមិនស្គាល់ពីអត្តសញ្ញាណទាំងអស់នោះដែលពួកយើងបានប្រមូលមកពេលនេះកំពុងតែជាប់សោមែនទេអ្នកប្រចាំការនៅទីនោះក៏បាននិយាយថាមែនហើយវត្ថុទាំងអស់ហ្នឹងគឺនៅត្រង់នោះដែលមានលេខ19 20ហើយនិង21ប៉ុន្តែនៅពេលនោះមានរឿងមិននឹកស្មានមួយបានកើតឡើងដែលທາງស៊ីវយ៉ាវនៅពេលនេះក៏បានសម្លាប់នៅអ្នកប្រចាំការនៅទីនោះក៏បាននិយាយថាពិតជាល្អខ្លាំងណាស់អរគុណហើយដែលប្រឹងប្រែងធ្វើការបន្ទាប់មកທາງស៊ីយ៉ាវក៏បានដើរទៅរកនៅវត្ថុដែលគាត់ចង់បានទាំងអស់នោះដែលមិនមានខ្វល់ជាពាក់អាណាមរៀលទេគាត់បាននិយាយថាពួកឯងទាំងអស់គ្នាគឺជាទ្រព្យសម្បត្តិយ៉ាងល្អមិននឹងគាត់អាចទុកឲ្យវានៅក្នុងបន្ទប់ងងឹតនេះដើម្បីប្រមូលទលីទៅនិយាយយ៉ាងខ្លីទៅគឺថាទុកចោលនឹងឯងហើយដូចឃើញស្រាប់ហើយប្រអប់ផោះតាំងនឹងគឺមិនមែនតិចទេគាត់ក៏បាននិយាយបន្តទៀតថាតាមគាត់ទៅបន្ទាប់មកធ្វើការគ្រប់គ្រងពិភពលោកនេះជាមួយគ្នាបន្ទាប់ពីគាត់បោកស្រីមិនបាននោះពេលនេះគាត់ក៏ចាប់ផ្ដើមបែកហើយងារចេញពីທາງសៀវយ៉ាវចូលមកដល់ទីកន្លែងមួយមានសម្លេងរបស់ក្មេងស្រីម្នាក់ក៏បានស្រែកឡើងដោយភាពតក់ស្លុតហើយប្រូប៉ូលីសនៅជុំវិញទីនោះក៏បានមកមើលនិងក៏បាននិយាយថាតើមានរឿងអីកើតឡើងទៅហើយមកអូននោះដោយសារតែគ្នាភ័យពេកគ្នាមិនអាចនិយាយចេញទេប្រូប៉ូលីសម្នាក់ទៀតនឹងក៏បានឃើញនៅសាកសពរបស់ក្មេងស្រីទាំងពីរនាក់ដែលທາງសៀវយ៉ាវបានសម្លាប់បន្ទាប់មកដំណឹងទាំងអស់នេះក៏បានលើកទៅដល់តិចរបស់អ្នកដឹកនាំដែលជាមេបញ្ជាការនោះឯងដែលធ្វើឲ្យគាត់បានខឹងយ៉ាងខ្លាំងនិងកាច់បិចចោលតែម្ដងທາងសៀវយ៉ាវបានសម្លាប់នៅមិត្តរួមការងារអីហើយគាត់គឺជាមេបញ្ជាការនៃសម្ព័ន្ធប្រតិបត្តិការពិសេស Lin Van Shan ហើយគាត់នឹងហើយគឺជាឪពុករបស់កញ្ញាលិនហ្វៃនោះប្រូប៉ូលីសនោះក៏បាននិយាយថាមិនឆ្ងល់ទេដែលកាមេរ៉ាសុវត្ថិភាពត្រូវបានគេដកចេញនោះប្រូប៉ូលីសម្នាក់ទៀតក៏បាននិយាយថាតាមមើលទៅគាត់មិនទាន់បានគេចខ្លួនចេញពីសម្ព័ន្ធនៅឡើយទេហើយពួកគេកំពុងតែពិនិត្យមើលនៅកាមេរ៉ាសុវត្ថិភាពប៉ុន្តែនៅពេលនោះក៏មានប៉ូលីសម្នាក់ទៀតក៏បានរត់មកយ៉ាងតន់ហន់ហើយគាត់ក៏បានស្រែកឡើងយ៉ាងដង្ហក់សូមរាយការណ៍ពួកយើងបានរកឃើញនៅທາງសៀវយ៉ាវហើយគាត់បានចូលទៅក្នុងបន្ទប់ដាក់ផោះតាំងតាំងពី20នាទីមុនហើយមិនទាន់បានចេញមកវិញនៅឡើយទេប្រូនៅខាងឆ្វេងក៏បាននិយាយថាបន្ទប់ផោះតាំងអីប្រូនៅខាងស្ដាំបាននិយាយថាតើគាត់ចង់ធ្វើអីប្រកាសទៅនៅពេលនេះលីនវ៉ាន់សាននឹងក៏បានក្រោកឡើងហើយក៏បាននិយាយថាមិនថាគាត់ចង់ធ្វើអ្វីក៏ដោយវាក៏លែងសំខាន់ទៀតហើយគាត់ហ៊ានសម្លាប់មិត្តរួមការងារអញ្ចឹងគាត់ត្រូវតែស្លាប់នៅពេលនេះគាត់នឹងធ្វើជាកម្លាំងជំនួយដោយផ្ទាល់នៅក្នុងការធ្វើប្រតិបត្តិការពិសេសមួយនេះនៅឯច្រកចូលនៃបន្ទប់ដាក់ផោះតាំងក្រុមកម្លាំងពិសេសនេះក៏បានរៀបចំនៅក្បួនមួយព័ទ្ធនៅពីក្រៅបន្ទប់នោះដែលនៅពេលនេះសូម្បីតែរុយឬក៏មោះអីក៏មិនអាចហោះកាត់ប្រទេសផ្ដាបានដែរប្រូប៉ូលីសនឹងក៏បាននិយាយថាពួកគេបានចាក់សោនៅចិនដាវទៅជន់ខាងក្រោមរួចហើយគាត់ក៏មិនអាចរត់គេចតាមប្លោះបង្អួចបានដែរមេវិជាការលីនវ៉ាន់សាននឹងក៏បាននិយាយថាអញ្ចឹងមិនចាំបាច់រងចាំទៀតទេវាយតែម្ដងទៅហើយនៅពេលនេះកងកម្លាំងពិសេសនឹងក៏បានចេញប្រតិបត្តិការសម្រុកចូលបំរុងនឹងវាយទ្វារនោះទៅហើយប៉ុន្តែមិនទាន់បានវាយផងទីនោះក៏ផ្ទុះប៊ូមហើយក៏បានធ្វើឲ្យកម្លាំងពិសេសទាំងអស់នោះបានខ្ទាតទៅរៀងៗខ្លួនទាំងមិនទាន់បានប្រយុទ្ធផងທາງសៀវយ៉ាវក៏បានដើរចេញពីក្នុងបន្ទប់ដាក់ផោះតាំងនឹងយ៉ាងលយវ៉ាវប្រមូលគ្នាបានច្រើនផងតើពួកឯងទាំងអស់គ្នាចូលចិត្តធ្វើការថែមម៉ោងខ្លាំងណាស់មែនទេប៉ុន្តែកម្លាំងពិសេសទាំងអស់នោះអត់និយាយច្រើនទេគឺរះយកតែម្ដងប៉ុន្តែທາងសៀវយ៉ាវគឺមិនមែនជាមូសឬក៏រុយទេហើយនៅពេលនេះគាត់ក៏បានបញ្ចេញនៅអាក្រោះរបស់គាត់ចេញមកដោយសារតែចង់អួតតែគាត់លយគាត់ក៏បានឈរឲ្យគេបាញ់យ៉ាងសង្ហាចង់បាញ់តាណាបាញ់ទៅព្រោះនៅពេលនេះគាត់អាងថាគាត់មានអាក្រោះប្រូប៉ូលីសនៅផ្ការក៏បាននិយាយថាមិនល្អទេគាត់បានបើកដំណើរការនៅវត្ថុដែលមិនស្គាល់ពីអត្តសញ្ញាណនោះហើយលៀនវ៉ាន់សានបាននិយាយថាឲ្យប្រើប្រាស់នៅក្របបែកតកហើយបន្ទាប់មកក្របបែកតកពី3គ្រាប់ក៏បានបោះទៅທາງស៊ឺយ៉ាវបាននិយាយទាំងម៉ែងាយថាចង់សាកល្បងបំបែកឲ្យក្រោះរបស់គាត់ជាមួយនឹងទឹកនីត្រូសែនហ្នឹងពិតជាល្ងងមែនបន្ទាប់មកគាត់ក៏បានចុចទៅលើខ្សែដៃនៅលើកដៃរបស់គាត់ហើយថាមពលភ្លើងយ៉ាងខ្លាំងមហិមាក៏បានបង្ហាញចេញមកពីក្រៅខ្នងរបស់គាត់ថ្ងៃនេះយើងនឹងបង្ហាញពួកឯងថាអ្វីគឺជាភាពភ័យខ្លាចពិតប្រាកដបន្ទាប់ពីឃើញស្ថានភាពខ្លាចទៅជាបែបនេះលៀនវ៉ាន់សានក៏បានបញ្ជាឲ្យចុចប៊ូតុងប្រកាសអាសន្នហើយក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាដកថយបន្ទាប់មកគាត់ក៏បានរត់ចូលទៅតែម្នាក់ឯងដើម្បីតស៊ូជាមួយនឹងທາງស៊ឺយ៉ាវក៏បានសើចហើយក៏បាននិយាយថាតាចាស់តើលោកគិតថាលោកអាចប្រឆាំងជាមួយនឹងខ្ញុំបានអីហើយនៅពេលនេះពួកគេទាំងពីរនាក់ក៏បានប្រឡែងចេញទៅម្នាក់ម្ដាយពេញទំហឹងហើយថាមពលភ្លើងរបស់ทางស៊ឺយ៉ាវក៏បានសាយភាយជុំវិញទីនោះយ៉ាងខ្លាំងមិនតែប៉ុណ្ណោះវាបានធ្វើឲ្យលៀនវ៉ាន់សាននឹងខ្ទាតទៅមួយចម្ងាយផងដែរហើយនៅពេលនេះកូនចៅរបស់គាត់ក៏ទទួលរងនូវឥទ្ធិពលពីភ្លើងទាំងអស់នោះផងដែរងាកចេញពីកន្លែងដែលកំពុងតែចលាចលនេះងាកមកមើលក្នុងបន្ទប់សួរចម្លើយវិញនៅពេលនេះឮតែសំឡេងរបស់ហៅហានអ៊ីអឺនៅឯងដោយសារតែពេលនេះហៅហានក៏កំពុងតែជាប់ឃ្លេមិនតែប៉ុណ្ណោះក៏មានភ្នំកំពុងតែសកាត់លើគាត់ផងដែរមើលទៅទំនងដូចជាវេទនាជាងអ៊ូខុងទៅទៀតនៅពេលនេះលីនហ្វៃក៏បាននិយាយថានិយាយភ្លាមមកតើមានអីកាត់ឡើងឲ្យពិតប្រាកដទៅនៅក្នុងបន្ទប់របស់លោករត់ពីក្រោមផងសកាត់ពីលើផងហើយសួរឲ្យគេឆ្លើយចំណាឆ្លើយរួច
ប៉ុន្តែនៅពេលនោះសម្លេងបកាសនក៏បានលឺឡើងហើយលៀនហ្វេក៏បានចេញមកខាងក្រៅតែមិនរៃកាឡើងនៅពេលនេះនៅក្នុងអគារនោះទាំងមូលគឺកំពុងតែមានភាពចលាចលយ៉ាងខ្លាំងអ្នកដែលកំពុងតែរត់ខ្លះក៏បាននិយាយថាថងស៊ឺយ៉ាវបាយហើយរត់ទៅហើយគ្រាន់តែរំលឹកដល់ថងស៊ឺយ៉ាវភ្លាមនៅពេលនេះក៏បានហក់ចុះមកក្តាំងតែម្ដងហើយមើលទៅមុខថងស៊ឺយ៉ាវទៅគឺដូចជាបែកដូចគេថាមែនហើយថងស៊ឺយ៉ាវបាននិយាយថាអូនសម្លាញ់ជួបគ្នាម្ដងទៀតហើយនៅពេលនេះលៀនហ្វេក៏បានដកកំភ្លើងរបស់នាងចេញមកហើយក៏ព្យួងទៅកាន់ថងស៊ឺយ៉ាវអាសំអុយហើយនៅពេលនេះហៅហានមើលទៅដូចជាទំនងបានដកដង្ហើមរៀងស្រួលបន្តិចហើយក៏បាននិយាយថាមនុស្សស្រីឈួតនេះប៉ុន្តែនៅពេលនោះក៏មានខ្យល់បក់វូកាត់មុខរបស់គាត់ប៉ុន្តែនោះមិនមែនជាខ្យល់ទេគឺជាថងស៊ឺយ៉ាវនឹងឯងដែលកំពុងតែរុញលៀនហ្វេផ្ទប់ទៅម្ខាងហើយនេះគឺជា chapter ទី5ដោយពួកយើងបានឃើញហើយនៅពេលនេះលៀនហ្វេក៏ក្លាយទៅជាក្មេងស្រីដ៏ទន់ខ្សោយម្នាក់ដែលត្រូវបានថងស៊ឺយ៉ាវរុញទៅផ្ទប់នឹងជញ្ជាំងពេលនេះថងស៊ឺយ៉ាវនឹងក៏បាននិយាយថាចាំមើលតើនឹងប្រឆាំងជាមួយនឹងគាត់បានដោយរបៀបណាទៀតនៅពេលនេះប៉ុន្តែនៅពេលនោះនាងក៏បាននិយាយថាសូមឲ្យគេជួយនាងផងថងស៊ឺយ៉ាវក៏បានងាកមកហើយកំពុងតែឃើញហៅហានដែលកំពុងតែលបចេញពីក្នុងបន្ទប់នោះបន្ទាប់មកក៏បាននិយាយថាក៏គ្រាន់តែចូលមកដោយចៃដន្យទេហើយក៏មិនចង់រំខានអ្នកទាំងពីរដែរក៏គិតតែម្នាក់ឯងថាគាត់មិនចង់ពាក់ព័ន្ធជាមួយរឿងរញ៉េរញ៉ៃទាំងអស់នេះទេថងស៊ឺយ៉ាវក៏បានដេញហៅហាននឹងឲ្យប្រញាប់ចេញទៅហើយហៅហានគ្រាន់តែលឿនចឹងភ្លាមអូខេប៉ុន្តែនៅពេលដែលគាត់ស្ទុះទៅដល់មាត់ទ្វារហើយនោះក៏មានសម្លេងមួយបានបន្លឺឡើងអើយអាសម្រាប់គ្មានភាពអៀនខ្មាស់ធ្វើបាបមនុស្សស្រីម្នាក់មិនធ្វើឲ្យឯងខ្លាចទៅជាវីរបុរសទេមករកយើងមកបើសិនជាឯងក្លាហាននោះថងស៊ឺយ៉ាវចិត្តបានមកខ្សឹតហើយក៏បានបែរមកជេរគេវិញតើឯងចង់ងាប់អីហៅហានក៏បានចង្អុលទៅកាមេរ៉ាហើយក៏បាននិយាយថាវាមិនមែនជាគាត់ទេសម្លេងនឹងមកពីត្រង់នោះទេថងស៊ឺយ៉ាវធ្វើមុខដូចក្តៀននិងក៏បាននិយាយថាយើងទុកឱកាសឯងជាលើកចុងក្រោយចេញឲ្យបានឆាប់ឥឡូវនេះទៅហើយនៅពេលនេះហៅហានក៏បានយកព្រមម្ដងទៀតហើយប៉ុន្តែក៏រៀបនឹងរត់ចេញពីទីនោះហើយសម្លេងនឹងក៏បានលឺម្ដងទៀតអាសម្រាប់អត់ប្រយោជន៍អាផ្លោកងាប់តែឯងគិតថាឯងអាចធ្វើវាបានអីហើយនៅពេលនេះថងស៊ឺយ៉ាវក៏បានបែរមកទាំងខឹងខ្លាំងតម្រងហើយមើលទៅមុខរបស់ហៅហានទៅនៅពេលនេះគឺភ្នែកសហើយក៏បាននិយាយថានេះពិតជាមិនមែនជាខ្ញុំទេប៉ុន្តែនៅពេលនេះថងស៊ឺយ៉ាវក៏បានរត់ចូលមកហើយក៏បាននិយាយថាយើងនឹងឲ្យឯងជាដុំនៅថ្ងៃនេះហៅហានមិនចាំយូរក៏បានប្រាប់បន្ទូចាប់កាតយកតែម្ដងដែលបានធ្វើឲ្យថងស៊ឺយ៉ាវក៏ភ្ញាក់ផ្អើលផងដែរពេលដែលគាត់ចាប់បានភ្លាមគាត់ដាក់ចូលទៅក្នុងខ្សែដៃរបស់គាត់ភ្លាមតែម្ដងគាត់និយាយថាសូមកុំឲ្យប៉ះជំនាញអត់ប្រយោជន៍អសោះប៉ុន្តែនៅពេលនោះធម្មពលភ្លើងយ៉ាងខ្លាំងក្លាក៏បានបញ្ចេញមកពីក្នុងខ្លួនរបស់ហៅហានហើយនឹងគេហៅថាសសរឈាមនាគជាជំនាញកម្រិត C មានធាតុភ្លើងធម្មពលវាប្រហា250ហើយក៏គ្មានលក្ខខណ្ឌអីទាំងអស់នៅពេលដែលថងស៊ឺយ៉ាវបានចូលទៅដល់ធម្មពលភ្លើងយ៉ាងខ្លាំងនោះបានផ្ទុះប៊ុំតែម្ដងដែលបានធ្វើឲ្យថងស៊ឺយ៉ាវខ្ទាតទៅបុកជាមួយនឹងជញ្ជាំងហើយមិននឹងជាធ្លាយអស់ប្រមាណទេថងស៊ឺយ៉ាវក៏បាននិយាយថាអាសំអុយម៉េចនេះយើងមិនបានប្រយ័ត្នក្មេងនេះតាមពិតទៅវាធ្វើពុតជាទុនខ្សោយទេប៉ុន្តែវាគ្មានបញ្ហាទេបែបនេះវានឹងធ្វើឲ្យហ្គេមកាន់តែសប្បាយបន្ទាប់មកថងស៊ឺយ៉ាវមិននឹងជាបញ្ជាអីទេឲ្យទៅតាមរកពួកគេងាកមកមើលនៅក្នុងបន្ទប់មួយវិញនៅពេលនេះហៅហានប្រៀបដូចជាឆ្មាលុយត្រីអាំងហើយគាត់ក៏បានជូតញើសរបស់គាត់ឲ្យបាននិយាយថាចុងក្រោយក៏អាចរត់គេចរួចហើយប្រព័ន្ធបានផុសចេញមកនៅក្នុងកុំព្យូទ័រមួយក៏បាននិយាយថាឯងគឺជាអ្នកជួយសង្គ្រោះដែលយើងបានជ្រើសរើសមិនក៏ឯងកំសាកខ្លាំងម្ល៉េះលីនហ្វេនៅពេលដែលឃើញមុខនៅក្នុងកុំព្យូទ័រហ្នឹងក៏បាននិយាយថា what the hell ហើយនៅពេលនេះហៅហានក៏បានខ្លាចទៅជាមុខប្រូក៏បាននិយាយថាតែឯងគិតថាយើងនឹងបង្កល់វាទៅឲ្យឯងដោយ free អីតែឯងមើលមិនឃើញទេថាមួយនោះវាមាននៅបន្ទុចំណេញប្រមាណនៅលើខ្សែដៃរបស់គាត់នោះតែខ្ញុំអាចវាយឈ្នះគាត់បានដោយរបៀបណាទៅប្រព័ន្ធហ្នឹងក៏ចាប់ផ្ដើមលេងផ្លូវបញ្ជោឯងគឺជាមនុស្សដែលត្រូវបានជ្រើសរើសអញ្ចឹងឯងខ្លាចអីទៀតទៅវាគ្រាន់តែជារបស់កពីហ្នឹងឯងចង់មកបន្ទូចច្រើនមែនទេអញ្ចឹងឆាប់លួងយើងភ្លាមទៅឯងចង់មកប្រមាណក៏បានដែរហើយមកអូនលីនហ្វេដែលមិនទាន់ដឹងអីហ្នឹងក៏បាននិយាយថាលួងឯងលោកហើយនៅកុំព្យូទ័រឆ្លងមេរោគនេះពិតជាហៅហានបានបកស្រាយថាពួកយើងគឺមិនដឹងអីទេហើយគ្រប់យ៉ាងគឺជាកំហុសរបស់វាទាំងអស់ហ្នឹងអាមួយនេះគឺជាបរិយាជនពិតប្រាកដណាប្រព័ន្ធហ្នឹងគឺមានតែវាជាអ្នកដែលបានបង្កើតនៅ Game Apocalypse ហើយបានបំបែកនៅវិមាត្រផាន់ដីចូលមកនៅពេលនេះវត្ថុនៅក្នុង Game ជាមួយនឹងតួអង្គនៅក្នុង Game បានចូលមកក្នុងពិភពលោកនេះហើយលីនហ្វេបាននិយាយថាមិនឆ្ងល់ទេដែលនៅសុកថងស៊ឺយ៉ាវចាប់ផ្ដើមខ្លាំងបែបនេះនោះគាត់ច្បាស់ជាយកប្រយោជន៍ពីស្ថានភាពហើយប្រមូលនៅវត្ថុពិសេសទាំងអស់នោះដែលសម្ព័ន្ធបានរកឃើញអស់ហើយបន្ទាប់មកមីអូននឹងក៏បានដើរខ្ញាច់ទៅហៅហានសួរថាតើនាងទៅណានឹងនាងបាននិយាយថាទៅស្វែងរកកពតរបស់នាងហើយគាត់គឺជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលអាចដោះស្រាយជាមួយនឹងថងស៊ឺយ៉ាវបានប្រព័ន្ធក៏បាននិយាយថាតើជាមនុស្សដែលខ្លោចខ្លួនពាក់កណ្ដាលនេះអីដែលនៅពេលនេះក៏បានធ្វើឲ្យក្មេងស្រីលីនហ្វេនឹងក៏បានគាំងតែម្ដងប្រព័ន្ធបាននិយាយថានេះគឺជារូបភាពនៃកាមេរ៉ាសុវត្ថិភាពនៅខាងក្រៅបន្ទប់ដាក់ផុសតាងគាត់បានប្រយុទ្ធជាមួយនឹងថងស៊ឺយ៉ាវបន្តមករងរបួសធ្ងន់ហើយនៅពេលនេះក៏ស្ទើរតែមិនអាចរក្សាជីវិតរបស់គាត់បានផងហើយនៅពេលនេះធ្វើឲ្យលីនហ្វេបារម្ភពីពលរបស់នាងយ៉ាងខ្លាំងហៅហានបាននិយាយថាស្ងប់ចិត្តសិនទៅបើសិនជានាងទៅពេលនេះនោះវាដូចជានាងទៅរកស្លាប់អញ្ចឹងប្រព័ន្ធនឹងបាននិយាយថាចាប់ឡើងបរិនោះចិត្តត្រូវគេចាប់បានហើយនៅពេលនេះក្មេងស្រីលីនហ្វេនឹងគឺមិនដឹងថាទៅរកនរណាឲ្យជួយទេមានតែសូមឲ្យហៅហានជួយនាងប៉ុណ្ណោះហ
ហើយនាងបាននិយាយថានាងនឹងធ្វើគ្រប់យ៉ាងបើសិនជាគាត់នឹងជួយឪពុករបស់នាងហើយទៅសុំអាណាឲ្យជួយមិនសុំទៅសុំអាគាត់នឹងឲ្យជួយទៀតហើយដូចយើងដឹងហើយអាគាត់នឹងជាមួយនឹងប្រព័ន្ធនឹងប្រចាក់ខ្សែគ្នាអញ្ចឹងហើយច្បាស់ណាស់ប៉ុន្តែនៅពេលដែលហៅហានគាត់កំពុងតែស្ទាក់ស្ទើរនោះប្រព័ន្ធនឹងក៏បាននិយាយថាអូពិតជាមានវិញ្ញាណមែនអញ្ចឹងឆាប់ធ្វើឲ្យគាត់រំភើបភ្លាមទៅហៅហានក៏បាននិយាយថាឯងក៏ពិតជាបិសាចមែនណាលីនហ្វេក៏បាននិយាយទាំងឆ្ងល់ថាធ្វើឲ្យគាត់រំភើបអីហើយនាងក៏បានលើកជាសម្ពុតរបស់នាងមន្ទីរក៏បាននិយាយថាហើយតើវាបែបនេះហ៎ហើយគ្រាន់តែគេបង្ហាញបតិសអគាត់នោះក៏សម្លឹងមិនដាក់ភ្នែកទេហើយប្រព័ន្ធនឹងក៏បាននិយាយថាអត់ទេវាមើលទៅដូចជាធម្មតាខ្លាំងពេកហើយនៅពេលនេះវាអត់ទាន់មានអារម្មណ៍ជើមចូលអីទេក្មេងស្រីវាមើលទៅដូចជានាងមិនមានភាពតាក់ទាញចំពោះគាត់ច្រើនទេហើយពាក្យដែលគ្មានភាពតាក់ទាញនឹងក៏បានធ្លាក់លើក្បាលរបស់មេអូននោះលុសុឌូបបន្ទាប់មកមេអូននឹងក៏បានរុញគាត់ទៅម្ខាងហើយនៅពេលនេះនាងនឹងលេងមែនតើហើយបន្ទាប់មកដូចជាពួកយើងឃើញអញ្ចឹងអាគាត់នឹងគឺសម្លឹងអត់មានដាក់ភ្នែកសោះក្មេងស្រីនឹងបាននិយាយថានាងធ្លាប់ជាទេពអប្សរម្នាក់នៅក្នុងចិត្តរបស់មនុស្សតាំងពីនាងនៅក្មេងម្លេះមិនក៏នាងមិនអាចតាក់ទាញគាត់បានទៅហើយមើលទៅមុខតួរបស់យើងគឺថាឡើងភ្លឺចឹងតែម្ដងអានេះទើបជាគ្រោះមហន្តរាយពិតប្រាកដវ៉ាវហើយមកដល់ត្រឹមនេះសាច់រឿងនៅក្នុង chapter នេះក៏សូម ត្រឹមតែប៉ុណ្ណេះសិនហើយក៏សូមអធិស្ឋានចំពោះកុំឆ្កងនិងអរគុណចំពោះការទស្សនាហើយក៏ភ្លេចជួយចុច like subscribe ឲ្យ admin ម្នាក់មួយផង